អ្នករុស្ស៊ីមានឧបសគ្គច្រើនណាស់មិនមែនលេងសើចទេណានៅក្នុងសមរភូមិមួយនេះមិនមែនចេះតិចតួចហើយរស់បានដូចមុនឡើយនៅក្នុងសម័យនេះអ្នកដែលមានមុខរបរអាចឈរជើងក្នុងពេលដ៏លំបាកនេះគឺសុទ្ធតែជាអ្នកដែលទាត់បកគោលភ្លើងលេងឈឺហើយដាល់ស៊ីម៉ង់លេងឈាមទៅហើយមកដល់ម៉ោងនេះមានអាជីវកម្មបុរាណជាច្រើនដែលត្រូវបិទទ្វារហើយអ្នកលក់អនឡាញប្រជាពិធត្រូវអស់មួយហើយអ្នករុស្ស៊ីដីឡូជាច្រើននៅក្នុងពន្ធនាគារនៅឡើយរួមទាំងអ្នកលោតផ្លោះដូចជាមេតុងទីនដូចជាអីជាដើមបាទនិយាយនេះមិនមែននិយាយរឿងថ្មីទេគឺនិយាយតាំងពីយូរមកហើយណាវាមានច្រើនមកហើយអាជីវកម្មគឺជាការដាក់ជីវិតចូលកម្មវាមិនស្រួលទេណាវាមិនស្រួលឡើយអាពាក្យដែលថាមានកម្មចុងកតុយនេះហើយក៏ប្រហែលជាតកែកពើមួយចំនួនដឹងឯណាដែលមានពាក្យក្រពីមុខដូចជាកពើនេះគឺពិបាកណាស់ណាហត់គ្រប់សពបើសិនជាអ្នកដាក់ចិត្តរុស្ស៊ីខ្ញុំចែករំលែកបល័យ5ទី1គឺស្គាល់គីឡូខ្លួនឯងកូនដៃរោតាមកូនដៃមេដៃរោតាមមេដៃកុំលក់សាច់ឆ្កែដាក់ក្បាលប្រពេរស់មិនយូរទេផ្លូវខ្លីណាស់ទី2គិតមុនដើរក្របអុកដែលវាមានតម្លៃគឺវានៅលើកាឡាតែបើចូលកំប៉ុងហើយគឺចប់ហើយអនាគតពិបាកស្ដារណាស់ទី3រលុយបានមើលវាឲ្យយូរចាំចាយមនុស្សច្រើនណាស់បរាជ័យដោយសារតែស្គាល់លុយតិចពេកចាយហឺហាចាំអស់ចម្រោចុំមិនក៏មិនទុកមើលឲ្យយូរមើលយូរវានឹងស្រូបបានមកទៀតណាយើងនឹងដឹងថាត្រូវធ្វើអីជាមួយវាស្រូបបានមកទៀតឈើគូសធ្វើពីកំតិចឈើទេតែវាអាចដុតព្រៃទាំងមូលបានដូចនេះអាកាកលុយដែលអ្នកខ្ជះខ្ជាយជារៀងរាល់ថ្ងៃនេះថ្ងៃណាមួយវានឹងធ្វើអ្នកខ្លាយទៅជាកូនបំណុលរបស់អ្នកអតីតមិនស្រួលអាចសុំទានទៀតទី4ពេលមានបញ្ហាត្រូវទប់ខ្លួនឯងយ៉ាងហ្នឹងដោះវាមួយបញ្ហាដែលត្រូវប្រើលុយគឺត្រូវតែចាយលុយបញ្ហាដែលត្រូវរកខ្សែគឺត្រូវតែរកខ្សែលុយត្រូវតែទុកសកួរសម្រាប់ការទំនាក់ទំនងទី5ជួយមនុស្សជុំវិញគឺជួយខ្លួនឯងប្រើមនុស្សត្រូវចេះឲ្យប្រយោជន៍មិត្តភ័ក្តិក៏ដោយគ្រួសារក៏ដោយបងប្អូនក៏ដោយកូនចៅ